ជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីខ្ញុំបាទវិជ្ជបណ្ឌិតសស៊ីសត្យាថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកនៅប្រធានបទថ្មីមួយទៀតទាក់ទងទៅនឹងជំងឺរោគស្ត្រីគឺជំងឺអង់ដូមេត្រីយ៉ូសដែលជាជំងឺរោគស្ត្រីរ៉ាំរ៉ៃមួយដែលស្ត្រីយើងឧស្សាហ៍ជួបដែរជំងឺនេះគឺបង្កដោយជាលិកាភ្នាសរដូវដែលធម្មតាទីតាំងរបស់វាស្ថិតនៅក្នុងស្បូនប៉ុន្តែជំងឺនេះគឺជាលិកាភ្នាសរដូវបែរជាមានទីតាំងខុសប្រក្រតីគឺអាចទៅនៅនឹងស្រោមពោះទៅនៅនឹងដៃស្បូនទៅនៅនឹងលើក្រពេញអូវាទៅលើពោះវៀនឬក៏ផ្លោកនោមជាដើមភ្នាសជាលិកាអង់ដូមេត្រីយ៉ូសនេះវាទទួលរងឥទ្ធិពលអរម៉ូនរាល់ខែដោយភ្នាសរដូវដែលស្ថិតនៅក្នុងស្បូនធម្មតាដែរអញ្ចឹងពេលដែលវាដុះដាលនឹងហូរធ្លាក់ជាឈាមរដូវនោះគឺក៏វាហូរនៅទីតាំងដែលវាតោងភ្ជាប់នោះដែរគឺបង្កឲ្យដុំឈាមនោះប៉ោងធំទៅឬក៏សាយភាយច្រើនទីតាំងឬក៏ករណីខ្លះធ្វើឲ្យបែកធ្លាយហូរឈាមនៅក្នុងពោះជាដើមអញ្ចឹងមានន័យថាជាលិកាភ្នាសរដូវហ្នឹងមានទីតាំងដុះខុសទីតាំងនៅក្នុងស្បូនទី2ស្ទាប់ភ្នាសអង់ដូមេត្រីយ៉ូសនោះទទួលរងឥទ្ធិពលអរម៉ូនក៏ហូរជាឈាមតាមខែដូចរដូវរបស់មនុស្សស្រីដែរតកតទៅនឹងមូលហេតុដែលធ្វើឲ្យមានជំងឺអង់ដូមេត្រីយ៉ូសនេះមកទល់ពេលបច្ចុប្បន្នគឺមិនទាន់មានការបង្ហាញអំពីមូលហេតុច្បាស់លាស់ទេប៉ុន្តែឃើញមានកត្តាចូលរួមដូចជាកត្តាអរម៉ូនកត្តា genetic កត្តាប្រព័ន្ធភាពស៊ាំជាដើមតកតងទៅនឹងរោគសញ្ញារបស់ជំងឺអង់ដូមេត្រីយ៉ូសគេឃើញថាជំងឺនេះច្រើនកើតមានទៅលើស្ត្រីក្នុងវ័យបន្តពូជចន្លោះពី18ទៅ45ឆ្នាំហើយរោគសញ្ញាដែលជួបនោះគឺស្ដែងចេញជាការឈឺចុកចាប់សញ្ញានោះគឺអាស្រ័យទៅលើដំណាក់កាលឬក៏កម្រិតនៃភាពធ្ងន់ធ្ងររបស់ជំងឺអង់ដូមេត្រីយ៉ូសគឺចាប់ផ្ដើមពីស្ទាប់ជាលិកាភ្នាសអង់ដូមេត្រីយ៉ូសនោះគឺវានៅទីតាំងខុសពីក្នុងទីតាំងធម្មតារបស់ស្បូនអញ្ចឹងគឺបណ្ដាលឲ្យមានប្រតិកម្មរលាកកាលណាមានប្រតិកម្មរលាកគឺបង្កជាការឈឺចុកចាប់ជាពិសេសដោយសារជាលិកាអង់ដូមេត្រីយ៉ូសដុះនៅភាគច្រើនក្នុងតំបន់អាងត្រគាកអញ្ចឹងធ្វើឲ្យមានការឈឺចុកចាប់ភាគច្រើននៅតំបន់អាងត្រគាកតកតងទៅនឹងខ្លួនយើងវិញនៅពេលដែលយើងមានប្រតិកម្មរលាកគឺខ្លួនយើងគឺឆ្លើយតបដើម្បីគ្រប់គ្រងតំបន់រលាកនោះឲ្យជាសះទៅវិញអញ្ចឹងបង្កើតជាលិកាគេហៅជាលិកាផ្លែសាច់នោះគេហៅ cicatrice នោះបាទអញ្ចឹងគឺនៅពេលដែលមានជាលិកា cicatrice ហ្នឹងគឺធ្វើឲ្យសរីរៈដែលវាតោងជាប់នោះគឺងាយស្អិតដូចជាស្អិតជាមួយពោះវៀនស្អិតជាមួយផ្លោកនោមជាដើមអញ្ចឹងផលវិបាកនៅពេលដែលមានប្រតិកម្មរលាកឬក៏ការស្អិតនោះជាពិសេសនៅតំបន់ដៃស្បូនបំពង់ដៃស្បូននិងក្រពេញអូវាធ្វើឲ្យមេជីវិតត្រូវជួបផលវិបាកនៅក្នុងការធ្វើដំណើរមិនអាចខ្ជាក់ចេញនៅមេជីវិតញីជាដើមអញ្ចឹងបង្កជាវិបត្តិនៃការមានកូនឬក៏គ្មានកូនតែម្ដងអញ្ចឹងតកតងរោគសញ្ញាផ្សេងទៀតគឺអាស្រ័យទៅលើទីតាំងដែលជាលិកាអង់ដូមេត្រីយ៉ូសទុំនៅបើនៅលើពោះវៀនគឺបង្កជាសញ្ញាដូចជាគួតចង្កោហើមពោះរាករូសឬក៏ទល់លាមកជាដើមករណីដែលស្អិតគឺអាចបង្កជាសញ្ញារហូតដល់ស្ទះពោះវៀនបើសិនជាលិកាអង់ដូមេត្រីយ៉ូសនោះតោងភ្ជាប់ទៅនឹងផ្លោកនោមគឺបង្កជាសញ្ញាផ្លូវនោមការនោមឈឺក្រហាយនោមញឹកជាដើម
ចឹងតើទៅនឹងការធ្វើរោគវិនិច្ឆ័យគឺគ្រូពេទ្យនឹងធ្វើការសាកសួរអំពីផលរំខានឬក៏សញ្ញា clinic ដែលស្ត្រីមកជួបនោះនិយាយប្រាប់គ្រូពេទ្យនឹងអាចធ្វើការពិនិត្យតំបន់អាងតាគៀកគ្រូពេទ្យអាចធ្វើការស្នើសុំការថតឆ្លុះអេកូឬក៏ថត EAM ជាដើមដើម្បីធ្វើការបែងចែកជាមួយនឹងជំងឺដទៃទៀតដើម្បីករណីខ្លះឈានទៅដល់ការធ្វើការឆ្លុះនៅក្នុងប្រហោងពោះគេហៅ laparoscopy ដើម្បីកំណត់ទីតាំងចំនួននិងទំហំនៃជាលិកាអង់ដូមេទ្រីយ៉ូដែលដុះដាលករណីមានជាគិសឈាមជាដើមនោះគ្រូពេទ្យអាចធ្វើការកាត់ឬក៏ច្រាប់យកជាលិកានោះយកទៅវិភាគដើម្បីកំណត់រោគវិនិច្ឆ័យជាចុងក្រោយតកតងទៅនឹងការព្យាបាលយើងដឹងហើយថាជំងឺនេះគឺស្ដែងដោយការឈឺចុកចាប់ខ្លាំងទៅតាមកម្រិតទៅតាមស្ត្រីម្នាក់អញ្ចឹងការព្យាបាលក៏មានការប្រែប្រួលនិងផ្ដោតទៅលើស្ត្រីម្នាក់ទៅតាមកម្រិតរបស់គាត់ដែរការព្យាបាលអាចមានពីរគឺការព្យាបាលដោយការប្រើប្រាស់ថ្នាំជាច្រើនថ្នាំបំបត្តិការឈឺចាប់ឬក៏ថ្នាំពពុះអរម៉ូនទី2គឺការព្យាបាលដោយការវះកាត់នាពេលបច្ចុប្បន្នដោយសារការរីកចម្រើននៃបច្ចេកវិទ្យាគេជ្រើសរើសវិធីដោយចោះឆ្លុះការ laparoscopy គឺវិធីនេះគឺគេធ្វើការឆ្លុះកំណត់ទីតាំងចំនួននិងធ្វើការកាត់ច្រាប់ផ្ដាច់យកជាលិកាជាពិសេសនៅពេលដែលធ្វើឲ្យពោះវៀនស្អិតគេធ្វើការកាត់ផ្ដាច់ដើម្បីឲ្យពោះវៀនហ្នឹងកុំឲ្យស្អិតនិងធ្វើការកាត់យកគិសជាពិសេសគិសបកយកគិសឈាមនៅនឹងកព្រិញអូវែឬក៏ករណីដែលមានដុំនៅលើស្បូនជាដើមចំពោះករណីពិបាកយើងអាចឈានទៅដល់ការកាត់យកស្បូនទាំងមូលតែម្ដងចំណុចមួយទៀតយើងដឹងថាជំងឺនេះគឺផ្ដល់ផលវិបាកភាគច្រើនគឺវិបត្តិនៃការមានកូនអញ្ចឹងស្ត្រីនៅក្នុងវ័យបន្តពូជគឺភាគច្រើនមកពីគ្រោះមកទទួលការព្យាបាលដើម្បីដោះស្រាយបញ្ហានៃការមិនមានកូនគាត់ចង់មានកូនអញ្ចឹងការព្យាបាលករណីអង់ដូមេទ្រីយ៉ូជាករណីពិបាកទាមទារជំនាញច្រើនចូលគ្នាមានគ្រូពេទ្យឯកទេសផ្នែកក្រពេញនិងរោគស្ត្រីនិងពេលខ្លះអាចចូលរួមជាមួយនឹងគ្រូពេទ្យឯកទេសវះកាត់ជាដើមអញ្ចឹងបើសិនជាអស់លោកលោកស្រីដែលមានបញ្ហាឈឺចុកចាប់នៅក្នុងតំបន់អាងតាគៀកមានរដូវមកច្រើនខុសធម្មតាឬក៏អូសបន្លាយពេលយូរខុសធម្មតាឬក៏ពេលខ្លះគឺក៏គាត់មានការឈឺចុកចាប់ជាមួយនឹងសរីរៈផ្សេងដូចជាពោះវៀនឬក៏ផ្លូវនោមក៏ជាសញ្ញាដែលអាចគិតដល់ជំងឺអង់ដូមេទ្រីយ៉ូសូមអញ្ជើញមកពិនិត្យនិងពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យយើងខ្ញុំសូមអរគុណ